សូមជូនរឿងខ្លីៗមានចម្លងជើងថាគ្រួសារដំបងនៅក្បែរទន្លេធំព្រឹកព្រលឹមពណ៌ទឹកក្រួយដ៏ត្រជាក់មួយបានអណ្ដែតលើវាលទំនាបលេទឹកដ៏ធំល្វឹងល្វើយមួយអបបានរត់សត្វលើទន្លេដ៏ធំទូលាយខ្យល់បក់បោកដោយជីវិតសត្វល្អិតនិងសំឡេងក្រហមពីចម្ងាយរបស់សត្វដែលមើលមិនឃើញហ្វូងសត្វក្តាន់ក្រហមដើរកាត់ទឹករែកអ្នកប្រមាញ់បំបាយជេនពីកន្លែងលាក់ខ្លួនលំពេងហើមួយបាញ់ចំគោដៅក្តាន់មួយទៀតរំរបួសការដេញតាមផ្ទុះឡើងទៅជាភាពវឹកវរដាំត្រែងបុកទឹកហូរក្តាន់មួយបែស្នែងផ្លិតផ្លែទឹកហើយបណ្ដេញញាក់ប្រមាញ់ចូលទៅក្នុងចរន្តទឹកញាក់ផ្សេងទៀតអូសកត់ឲ្យរួចខ្លួនដោយដកដង្ហៅធំសត្វនោះរត់គេចខ្លួនដោយទុកស្នាមឈាមហូរពេញផ្ទៃទឹកក្រុមមួយកំពុងធ្វើឆ្នាំងថ្មីពីដីឥដ្ឋទន្លេដីរបស់ពួកគេត្រូវបានលាបជាមួយភក់ស្ងួតអ្នកប្រមាញ់កំពុងសំលៀងតំពក់ឆ្អឹងនៅក្បែរទឹកតួអង្គមួយកំពុងប្រមូលឱសថកំទេចស្លឹកឈើដើម្បីធ្វើថ្នាំបិទរបួសពួកគេផឹកទឹកដោយច្រកទឹកតាមរយៈស្លឹកឈើដែលត្បាងចំណេះដឹងបុរាណដែលបានឆ្លងកាត់ជំនាន់ជាច្រើនកុលសម្ព័ន្ធប្រញាប់ប្រញាល់ចងកន្ត្រកក្របធញ្ញជាតិនិងសាច់របស់ពួកគេទៅនឹងដើមឈើភ្លើងឆេះហើយរលត់ទៅវិញនៅក្រោមដំណក់ដំបូងភ្លៀងធ្លាក់មកដោយថ្មខ្លាំងនិងគ្មានទីបញ្ចប់ខ្យល់បក់បោកចម្រោកដែលធ្វើពីដើមត្រែងទឹកហូរលឿនទន្លេក្លាយជាជញ្ជាំងសម្លេងកុលសម្ព័ន្ធរើសរបោដែលនៅសេសសល់អ្នកប្រមាញ់ត្រឡប់មកវិញដោយដៃទទេឃ្លាំងស្បៀងអាហាររបស់ពួកគេបាំងបាក់អស់ទៅហើយភាពអត់ឃ្លានកំពុងលេចចេញមកបន្ទាប់មកផ្សែងដ៏ឆ្ងាយមួយបានហុយឡើងលើផ្ទៃមេឃក្រុមតន្ត្រីប្រជែងមួយបានមកដល់បុរសនិងស្ត្រីធ្វើការជាមួយគ្នាសាងសង់ខ្ទមឡើងវិញនៅលើដីខ្ពស់ដីឥដ្ឋត្រូវបានបង្កើតឡើងវិញឈើដែលឆេះคล้ายជារចនាសម្ព័ន្ធរូបចម្លាក់មួយឆ្លាក់បន្ទាត់ចូលទៅក្នុងថ្មជាសញ្ញាសម្គាល់ការចងចាំអំពីទឹកជំនន់អ្នកផ្សេងទៀតដាំដើមត្រែងតាមច្រាំងទន្លេរៀនបង្កើតរូបរាងទន្លេជាជាងប្រយុទ្ធប្រឆាំងនឹងវាគោសម្ព័ន្ធបានប្រមូលផ្ដុំគ្នានៅមាត់ទឹកដោយរួបរวมគ្នាពួកគេបានស៊ូទ្រាំនឹងព្យុះភាពអត់ឃ្លាននិងការភ័យខ្លាចប៉ុន្តែពួកគេនៅតែឈរនៅក្បែរទន្លេធំទាំងនេះគ្រួសារដំបងបានរៀនមិនត្រឹមតែពីរបៀបរស់នៅប៉ុណ្ណោះទេប៉ុន្តែថែមទាំងរបៀបរស់នៅជាកម្មសិទ្ធិផងដែររាល់ព្រឹកព្រលឹមរាល់ទឹកជំនន់រាល់ផ្កាភ្លើងបានទាញពួកគេឲ្យកាន់តែខិតជិតពិភពលោកដែលយើងស្គាល់សពថ្ងៃនេះអារម្មណ៍នៃភាពជាប់គ្នាដ៏រុងរឿងនិងគួរឲ្យគោរពទន្លេនេះคล้ายជានិមិត្តរូបសម្រាប់ពេលវេលាខ្លួនឯងដែលហូរពីសម័យបុរេប្រវត្តិសាស្ត្ររហូតដល់បច្ចុប្បន្នសូមអរគុណការខ្ញុំសម្រាយរឿងសូមជួយ follow និង subscribe Channel ផងណា